ពូកែថាផ្លូវជាតិពេកបាច់គេមួយរត់ទៅវះកាត់ពង្រីកដើមទ្រូងឡើងប៉ុនមុនរៀបការកុំឲ្យគេថាផ្លូវជាតិទៀតទីបំផុតតារាចម្រៀងកូនកាត់ចិនបាច់គេមួយសម្រាប់ចិត្តវះកាត់ពង្រីកដើមទ្រូងឡើងប៉ុនមុនរៀបការនឹងវិធីមង្គលការថ្មីនេះតារាចម្រៀងកាច់គេមួយបានរត់ទៅខាងការសម្ផស្សមួយកន្លែងដើម្បីឲ្យគ្រូពេទ្យជំនាញវះកាត់ពង្រីកដើមទ្រូងបាច់គេមួយបាននិយាយថាពេលនេះដើមទ្រូងរបស់នាងឡើងធំដោយអ្វីដែលខ្លួនប៉ងប្រាថ្នាហើយអ្វីដែលគ្មានអ្នកណាហ៊ានហៅខ្លួនថាផ្លូវជាតិទៀតដែរកញ្ញាបាច់ជាមួយពិតជាពេញចិត្តខ្លាំងជាមួយដើមទ្រូងថ្មីរបស់ខ្លួនជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះពេលទៅណាម្ដងនាងជ្រើសរើសតែសម្លៀកបំពាក់ណាវាលចំហទ្រូងដើម្បីបង្អួតភ្នែកទស្សនិកជននិងមិត្តភ័ក្តិស្របពេលដែលវះកាត់ពង្រីកដើមទ្រូងថ្មីនេះព័ត៌មានថាបាច់គេមួយនិងលោកសយរតនៈត្រៀមដាក់ដៃគ្នាចូលរោងការក្នុងពេលឆាប់ខាងមុខបន្ទាប់ពីវិធីចុះពាក្យនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំចំពោះរឿងមង្គលការបាច់គេមួយនៅតែនិយាយដដែលថានាងពុំទាន់មានកម្រោងរៀបការនៅឡើយទេពីព្រោះនាងចង់សន្សំលុយឲ្យបានច្រើនសិនគួររំលឹកផងដែរថាតារាចម្រៀងបាច់គេមួយនឹងលោកសយរតនៈបានភ្ជាប់ពាក្យនឹងរស់នៅក្រោមដំបូលតែមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយអ្នកទាំងពីរក៏មិនខ្វល់ពីវិធីមង្គលការដែរពីព្រោះចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងឮអំពីរឿងនេះមិនថាកញ្ញាបាច់គេមួយចង់ធ្វើអ្វីលោកសយរតនៈគាំទ្រនាងគ្រប់បែបយ៉ាងជាពិសេសរឿងតែនឹងពង្រីកដើមទ្រូងជាដើម